ស្ដីទាំងអស់គ្នាថ្ងៃនេះចង់និយាយពីត្រឡប់ខ្លះរបស់យើងដូចជាការពេលខ្លះយើងទៅនេះចឹងយើងអាចអានសភៅព្រោះការអានសភៅវាល្អសម្រាប់ចំណេះដឹងរបស់យើងមិនអាចទុកពេលវេលាចោលអត់ប្រយោជន៍ទេពេលខ្លះយើងមើលសភៅដើម្បីឲ្យយើងមានចំណេះដឹងច្រើនហើយយល់ដឹងពីសង្គមយល់ដឹងពីអ្វីជុំវិញខ្លួនរបស់យើងនិងរីកចម្រើនគំនិតរបស់យើងកាន់តែល្អជាងមុនហើយនឹងធ្វើឲ្យយើងឆ្លាតវៃផងដែរហើយនេះសភៅដែលខ្ញុំពងអាននេះសភៅមានចំណងយ៉ាងថាជីវិតផលិតសភៅនេះចង់និយាយពីជីវិតរបស់មនុស្សម្នាក់ៗដែលកើតមកអាចនឹងជួបរឿងជាច្រើនពីលំបាករហូតដល់យើងអាចនឹងធ្វើអ្វីបានគ្រប់យ៉ាងដោយខ្លួនឯងខ្ញុំជាច្រើនសភៅព្រោះវាធ្វើឲ្យយើងគិតមានការគិតពិចារណាបានច្រើនល្អហើយក៏ជាទម្លាប់ល្អដែរភាគច្រើនខ្ញុំអាននៅពេលយប់ឬថ្ងៃសម្រាករបស់ខ្ញុំអញ្ចឹងណានេះពេលនេះថ្ងៃខ្ញុំដេកខ្ញុំក៏យកវាមកមើលហើយថ្ងៃដែលពេលដែលខ្ញុំសម្រាកខ្ញុំមើលវាហើយនឹងពេលថ្ងៃធ្វើការខ្ញុំភាគច្រើនយកទៅកន្លែងទៅការរបស់ខ្ញុំទុកអានហើយខ្ញុំអត់មានអីត្រូវនិយាយច្រើនទេក៏គ្រាន់តែការអានសភៅវាជួយច្រើនសម្រាប់សង្គមយើងសម្រាប់ការយល់ដឹងរបស់យើងឲ្យយើងដឹងស្គាល់ខុសត្រូវច្រើនហើយនឹងនិយាយទៅឲ្យគំនិតរបស់យើងរីកចម្រើនណាយើងចេះគិតចារណាច្រើននេះcònចែកម្លែកឲ្យដឹងឲ្យមើលឲ្យទាំងអស់គ្នាដឹងកាលពេលអានដំបូងគឺពិបាកវាធ្វើឲ្យស្មុគស្មាញដែរព្រោះវារឿងវែងហើយការសភៅច្រើនតែពេលយើងអានយូរវាចេះត្រឡប់ជឿថាការអានហ្នឹងក៏ធ្វើឲ្យយើងគិតអំពីផលវិជ្ជមានច្រើនដែរហើយយើងនិយាយច្រើនផ្ដល់ចំណេះដឹងច្រើននឹងស្វែងយល់អ្វីដែលយើងអត់ទាន់ដឹងពេលយើងអានសភៅច្រើនដែរយើងអាចមើលដឹងយើងអាចស្វែងយល់ពីរឿងដែលយើងអត់ទាន់ដឹងជាច្រើនគំនិតដែលកប់ក្នុងខួរក្បាលដែលយើងអត់ទាន់ដឹងពីអ្នកនិពន្ធមកបំបត្តិ stress ហើយសភៅវាជាមូលដ្ឋានសម្រាប់ការគិតជាបណ្ណាល័យគំនិតជាច្រើនដែលយើងត្រូវតែស្វែងយល់ហើយអាចឲ្យយើងដឹងពាក្យខុសត្រូវស្វែងយល់ពីការយល់ដឹងចំណេះដឹងទូទៅប្រវត្តិសាស្ត្រវិទ្យាសាស្ត្រសង្គមនិងការមើលឃើញអ្វីដែលយើងគិតថាយើងអាចធ្វើបានការប្រឹងប្រែងការអត់ធ្មត់ការព្យាយាមនឹងមានរឿងជាច្រើនដែលយើងត្រូវស្វែងយល់ពីក្មេងរហូតដល់យើងមកប៉ុណ្ណឹងពេលខ្លះយើងកាត់ទុកពេលយើងអានសភៅខ្លះទៅយើងរីករាយក៏មានដែរពេលខ្លះពេលយើងរីករាយអានសភៅកាត់ទុកលើថាក៏មានតែសំខាន់ភាគច្រើនយើងជ្រើសរើសសភៅដែលយើងចូលចិត្តអានដើម្បីឲ្យគូក្បាលយើងកុំឲ្យគិតច្រើនចឹងណាសុំទោសខ្ញុំអត់សូវចេះបញ្ចូលសំឡេងតែគាត់ថាខ្ញុំចង់មើលសកម្មភាពត្រឡប់ខ្លះដែលយើងអាចធ្វើបានដើម្បីផ្ដល់ចំណេះដឹងឲ្យខ្លួនឯងកុំដូចថាយើងចំណាយពេលអត់ប្រយោជន៍ដូចជាលេងហ្គេមលេងអីអត់ប្រយោជន៍អញ្ចឹងឬក៏មានចំនួនគេថាចំណាយពេលអត់ប្រយោជន៍នេះសៀវភៅនេះរឿងជីវិតផលិតពិតជារឿងគឺល្អមួយមែនតើខ្ញុំអានមួយថ្ងៃនឹងចង់អស់